កម្លាំងឲ្យលោកតែចឹងបងកុំខាងខ្លាំងពីអីហ្នឹងចាំកូនចាក់តាជូនបងបងមិនបានចំពុកមានសោមាននេះនឹងគឺជាមិនតង់ដែលកូនដាច់ជាប់ខ្លួនតាំងពីតូចមកក្រោយពេលកូនធំឡើងម្ដាយកូនក៏ដោះចេញពីកូនហើយឲ្យពុកជួយថែរក្សាបងការប៉ັດជីងអើនាងក៏មានបន្តកូនសោនេះដូចខ្ញុំដែរឬមួយក៏នាងត្រូវហើយកូននឹងជីងត្រូវជាបងប្អូនភ្លោះអញ្ចឹងហើយនៅពេលដែលខ្ញុំបានជួបជីងម្ដងពួកខ្ញុំដូចជាមានអារម្មណ៍ស្និទ្ធស្នាលនឹងគ្នាណាស់ការពិតពួកខ្ញុំទាំងពីរគឺជាបងប្អូននឹងគ្នាប៉ុន្តែហើយដែលបានជាជីងទៅធ្វើជាអ្នកបម្រើគេនោះការពិតតាមមានរឿងអីកើតឡើងដែរទៅមូស៊ីដល់ដំណាក់កាលនេះទៅហើយពុកប្រាប់ប្រវត្តិកូនទាំងពីរឲ្យកូនបានដឹងចុះគឺពុកមិនគប្បីចំពោះពួកកូនក៏មិនគប្បីចំពោះម្ដាយកូនដែរតាមការពិតម្ដាយបង្កើតកូនគេឈ្មោះប៉ៃហូឈៀនកាលពីមុនពេលដែលពុកទៅរកស៊ីនៅហាងជើពុកក៏បានស្គាល់គេហើយពុកនឹងគេក៏បានមានកូនទាំងពីរនាក់ក៏ប៉ុន្តែពុកមិនអាចនាំគេចូលផ្ទះយើងបានទេគេក៏មិនចង់ឲ្យលំបាកដល់ពុកហេតុដូច្នេះហើយគេទុកទៅរូបកូនហើយក៏ទៅបាត់ពេលនោះពុកមិនដឹងថាគេមានកូនភ្លោះទេពុកមានតែនាំកូនមកវិញហើយលាក់បាំងនឹងម្ដាយកូនប្រាប់គាត់ថាជាកូនដែលពុកសុំគេមកម្ដាយកូនធ្លាប់របួសដោយសារតែហាត់គុណហើយមិនអាចមានកូនបានគេឃើញកូនគួរឲ្យស្រឡាញ់ដល់ម្លឹងគេក៏ស្រឡាញ់កូនទុកកូនដូចជាកូនបង្កើតប៉ុន្តែជីងហេតុអីទើបធ្លាក់ខ្លួនទៅគ្រួសារគឺពុកមិនដឹងទាំងអស់ចុះម្ដាយបង្កើតរបស់កូននោះឈឺស្លាប់បាត់ហើយពេលនោះពុកបានពោលកូនដែលទើបតែសម្រាលមកមិនហ៊ាននៅមកយូរពេកទេក្រោយមកពុកបញ្ជាឲ្យគេតាមស៊ើបគ្រប់កន្លែងទើបដឹងថាគេមានជំងឺរបេងស្លាប់បាត់ប៉ុន្តែចំពោះរឿងកូននោះពុកមិនដឹងទាំងស្រុងទេរហូតដល់ជាងឲ្យចូលផ្ទះយើងទើបពុកចាប់ដាំសង្ស័យថាគេជាកូនស្រីពុកក្រោយមកពុកក៏បញ្ជាឲ្យគេតាមរកមីដោះនៅពេលនោះទើបឲ្យប្រកាសពីរឿងនេះបានប្រហែលជារឿងនេះវាសនាបានកំណត់ទៅហើយធ្វើឲ្យគេអាចត្រឡប់មកនៅក្បែរខ្លួនពុកវិញបើសិនពីមុនពុកមានសេចក្តីក្លាហានហើយហ៊ានធ្វើការទទួលខុសត្រូវប្រហែលជាវាសនាគេទាំងពីរនាក់គឺមិនទុកសោកដូចជាពេលនេះទេបានចឹងពុកមិនចង់ចូលម្ដាយបង្កើតរបស់កូនមកធ្វើជាប្រពន្ធចង់ទេម្ដាយបង្កើតរបស់កូនចរិតទន់ភ្លន់តែម្ដាយកូនពេលនេះចរិតខ្លាំងពេកពុកបារម្ភខ្លាចគេយល់ថាពុកប្រកាន់នឹងរឿងគេមិនអាចបង្កើតកូនបានហើយពុកយកប្រពន្ធចុងពេលនោះខ្លាចគេមិនអាចទទួលយកកូនដូច្នេះហើយពុកមិនហ៊ានទៅសារភាពប្រាប់គាត់ពីមនោសញ្ចេតនាពុកនឹងហួច